ប្រធានត្រូវកសាងទំនុកចិត្តភាពជឿជាក់និងជំរុញទឹកចិត្តបុគ្គលិកឲ្យចេះទទួលខុសត្រូវពិសេសមិនត្រូវចាប់ទុកបុគ្គលិកដូចជាកូនក្មេងដែលត្រូវការឪពុកឬក៏ម្ដាយជួយគ្រប់ពេលវេលាប្រធានត្រូវចេះផ្ដល់សិទ្ធិផ្ដល់អំណាចនិងផ្ដល់ការសម្រេចចិត្តឲ្យបុគ្គលិកទៅពួកគេអាចធ្វើការដោយឯករាជ្យដូច្នេះខ្ញុំសូមធ្វើការពន្យល់នៅខ្លឹមសារមួយនេះទាំងមូលថានៅក្នុងតួនាទីដែលយើងជាប្រធានយើងត្រូវមានកាតព្វកិច្ចសំខាន់នៅក្នុងការជួយជ្រោមជ្រែងជួយតម្រង់ទិសជួយបណ្ដុះបណ្ដាលនិងបង្ហាញផ្លូវដល់បុគ្គលិកឲ្យពួកគេសម្រេចចិត្តនៅក្នុងការធ្វើកិច្ចការអ្វីមួយដែលផ្ដោតទៅលើទំនុកចិត្តរបស់ពួកគេមានន័យថាការផ្ដល់ឲ្យបុគ្គលិកមានសេចក្តីក្លាហាននៅក្នុងការធ្វើអ្វីមួយដែលខ្លួនឯងនិងមានវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេដែលអាចទៅសម្រេចគោលដៅដោយមិនចាំបាច់ទាំងស្រុងនោះទេរាល់កិច្ចការដែលធ្វើតាមប្រធានទាំងមូលមួយវិញទៀតការប្រកល់កិច្ចការណាមួយឲ្យបុគ្គលិកធ្វើដោយឲ្យពួកគេធ្វើឲ្យបានល្អនិងជួយជំរុញទឹកចិត្តពួកគេនៅពីក្រោយដោយពាក្យលើកទឹកចិត្តឬក៏កាដូលើកទឹកចិត្តអីផ្សេងៗដើម្បីឲ្យពួកគេមានកម្លាំងចិត្តនៅក្នុងការអាចទៅសម្រេចគោលដៅបានខ្ញុំសូមលើកឧទាហរណ៍មួយអំពីបុគ្គលិកថ្មីនិងបុគ្គលិកចាស់បុគ្គលិកថ្មីដែលជាបុគ្គលិកដែលទើបតែចូលបម្រើការងារនៅក្នុងស្ថាប័នឬក៏កន្លែងការងារណាមួយតួនាទីប្រធានគឺមានតួនាទីសំខាន់នៅក្នុងការជួយជ្រោមជ្រែងឲ្យបុគ្គលិកម្នាក់នោះមានការយល់ដឹងអំពីកិច្ចការស្នូលរបស់ក្រុមឬក៏គោលដៅរបស់ក្រុមហ៊ុនដែលកំណត់ថានឹងត្រូវទៅសម្រេចលើអ្វីមួយដើម្បីឲ្យពួកគេយល់ច្បាស់និងធ្វើការបណ្ដុះបណ្ដាលជំនាញទាំងអស់នៅក្នុងការងារដែលជាភាពចាំបាច់ឲ្យពួកគេមានការស្វែងយល់ជាមុនជៀសវាងនៅក្នុងការដែលទុកពួកគេចោលដោយមិនបានខ្វល់ខ្វល់ទៅលើការអភិវឌ្ឍខ្លួនរបស់ពួកគេអ្នកដឹកនាំនិងវប្បធម៌អង្គភាពត្រូវតែផ្លាស់ប្រែជាមុនជាការប៉ុណ្ណាដើម្បីសម្រេចបាននូវលទ្ធផលដែលក្រុមហ៊ុនឬក៏អង្គភាពដែលបានកំណត់ចំពោះវប្បធម៌ក្រុមថ្នាក់ដឹកនាំក្រុមការងារទាំងមូលត្រូវធ្វើការយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវបំផុតដោយមានការផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពការជំរុញការខិតខំប្រឹងប្រែងការបញ្ឆេះស្មារតីដើម្បីទៅសម្រេចបានលទ្ធផលព្រមទាំងមានការប្រកួតប្រជែងនិងមានការលើកទឹកចិត្តបន្ថែមចុងក្រោយអ្នកដឹកនាំត្រូវតែបង្កើតនូវវប្បធម៌ក៏ដូចជាដឹកនាំក្រុមឲ្យមានភាពល្អប្រសើរដើម្បីសម្រេចគោលដៅរបស់ថ្នាក់លើក៏ដូចជាអង្គភាពឲ្យប្រកបដោយប្រសិទ្ធភាព